សង្គមមួយដែលមានប្រព័ន្ធតុលាការមិនឯករាជ្យនិងមិនឈរលើភាពអព្យាក្រឹតយុត្តិធម៌នោះអ្នកដែលរងគ្រោះគឺជាពលរដ្ឋតូចតាចនិងពលរដ្ឋក្រីក្រនឹងឯងយ៉ាងណាមិញកាលពីម្សិលមិញនេះថ្ងៃទី28ខែតុលាឆ្នាំ2025មានរឿងក្តៅកគុកមួយបានកើតឡើងដោយព្រះរាជអាជ្ញាម្នាក់រួមទាំងអាជ្ញាធរកម្លាំងសមត្ថកិច្ចប្រដាប់អាវុធបានចុះមកបំរុងបណ្ដេញស្ត្រីម្នាក់ចេញពីផ្ទះរបស់ខ្លួនទាំងមិនដឹងរឿងអ្វីដែលធ្វើឲ្យគាត់ផ្ទុះកំហឹងដល់ថ្នាក់យកកាំបិតតាំងតោមកបដូរជីវិតនឹងពួកគេសុខចិត្តដារចូលគុកដើម្បីការពារផ្ទះរបស់គាត់តាក់ទងនឹងករណីនេះបើតាមស្ដាប់ការរៀបរាប់ទាំងកំហឹងឈឺចាប់ពីស្ត្រីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថាផ្ទះជាប់គ្នាជាកម្មសិទ្ធិ2នាក់ប៉ុន្តែផ្ទះខាងនោះគេជាកូនបំណុលចំណែករូបគាត់មិនមានជាកូនបំណុលជាប់ពាក្យពាន់ផ្ដិតមេដៃខ្ចីលុយធនាគារណឡយហេតុអ្វីបានជាមករកអូសដេញគាត់ចេញពីផ្ទះទាំងតែឈ្មោះគាត់មានខ្លាំងផ្លាំងតាមផ្លូវច្បាប់ត្រឹមត្រូវតែយ៉ាងណាស្ត្រីរងគ្រោះក៏បានប្រាប់ទៅព្រះរាជអាជ្ញារកនោះថាបើចង់ឲ្យគាត់ចេញពីផ្ទះនេះទាល់តែមានដំណោះស្រាយសមស្របណាមួយដល់គាត់ទើបគាត់សុខចិត្តចេញដោយមិនចាំបាច់នាំសមត្ថកិច្ចមកគំរាមកំហែងធួដូចចោលប្លន់បែបនេះនោះទេអ្វីកាន់តែចាក់ដោតទៀតនោះស្ត្រីម្ចាស់ផ្ទះរងគ្រោះក៏បានស្រែកប្រាប់ទៅសាធារណជននិងថ្នាក់ដឹកនាំថាធ្វើដល់ព្រះរាជអាជ្ញាដែរហើយមានមើលឈ្មោះឯងនៅក្នុងប្លង់ដីទេឬអ្នកក្រងវត្តទាំងអស់អញប្រាប់ហើយហើយនេះអត់ទេហាអាកូនមិនចង់ចុយអញប្រាប់ហើយថាឲ្យហើយប្រាប់ថាហើយយកសំណងមកអញខៃរត់ទេអញប្រាប់ហើយយកលុយមកហ្នឹងតែចម្លងនៃការរត់ទេបើអនុវត្តតាមផ្លូវច្បាប់អនុវត្តមួយម៉ែទៅដេញម៉ែចាំឲ្យចូលទៅតែដៃអញអញធ្វើចាំដេញម៉ែឲ្យហើយចាំឲ្យធ្វើបាទអញនិយាយប្រាប់ហើយតាតាមពីដំបងថាហើយយកលុយមកចូលតតអញចាញ់តែពួកហើយមិនយកលុយមកចូលតតអញហ្នឹងអញចាញ់ក៏ដោយណាក៏ដោយម៉ែហើយប្តីក៏ដោយម៉ែហើយទុកឲ្យវិញមើលហ៎ពួកឲ្យធ្វើមិនហ៎ខ្លាំងរួមតែចាប់ពីល្បែងតែមានឈ្មោះអញនៅក្នុងប្លង់ដីអាឈួតហើយរៀនដល់ច្បាប់ដែរហើយមានឃើញឈ្មោះអញនៅក្នុងប្លង់ដីអត់អាឡប់អីហើយចូលដល់ព្រះអញ្ញាដែរហើយមានមើលអត់ហ៎ហើយមានមើលឃើញឈ្មោះកូនទៅនៅក្នុងប្លង់ដីអត់ពួកហើយយកដីអញទៅលុយបើអញចាញ់មែនអញអត់ចាញ់ទេឡើយនេះប្រទេសហ៊ានបលេងមកអើយមានកំភ្លើងបាញ់ណាហើយមានកំភ្លើងឲ្យបាញ់ណាខ្ញុំពុកម៉ែបងប្អូនចាមសួរមកបងចាណាមកអីខ្ញុំមកចង់និយាយច្រើនទេបងសុំដំណោះស្រាយបើបងចង់ឲ្យខ្ញុំចេញពីលើទីតាំងផ្ទះរបស់ខ្ញុំដល់តើបងមានដំណោះស្រាយឲ្យខ្ញុំដើម្បីទៅរកទីតាំងថ្មីចាំកងបន្តទៀតហើយបើថាបងអត់មានដំណោះស្រាយឲ្យខ្ញុំទេខ្ញុំមកចាញ់ទេបងកន្លងមកខ្ញុំបានហៅបងទៅកន្លែងច្រើនដងដែរហើយចាច្រើនដងហើយចាខ្ញុំគឺថាស្ដាប់គ្នាបានទេចាស្ដាប់គ្នាបានទេដោយសារខ្ញុំមិនមែនជាកូនបំណុលបងយល់ទេខ្ញុំមិនមែនជាកូនបំណុលហើយផ្ទះខាងនោះគឺជាកូនបំណុលខ្ញុំមិនមែនជាកូនបំណុលទេបងអនុវត្តតាមទៅច្បាប់ទេចាខ្ញុំមិនមែនជាកូនបំណុលទេខ្ញុំបានដាក់ពាក្យបណ្ដឹងហើយចាខ្ញុំបានដាក់ពាក្យបណ្ដឹងហើយឥឡូវខ្ញុំសូមឲ្យតែសម្ដេចពុកទេណាខ្ញុំសូមឲ្យសម្ដេចពុកនិងសម្ដេចបរថាដីហ៊ុនម៉ាណែតជួយខ្ញុំទេពីព្រោះខ្ញុំមិនមែនជាកូនបំណុលរបស់ធនាគារព្រិនទេហើយក្នុងការអនុវត្តនេះក៏ខ្ញុំមកចាញ់ដែរបើបងមានដំណោះស្រាយឲ្យខ្ញុំក៏ចាញ់ដោយសន្តិវិធីស្រួលបួលដែរខ្ញុំមិនឲ្យពិបាកទេឥឡូវខ្ញុំគាត់ណាប្រកាសกับបងបងចេញពីទីតាំងសិនហើយចាំមកចេញអត់ទេខ្ញុំមកចេញពីលើទីតាំងទេបើបងមានដំណោះស្រាយឲ្យខ្ញុំមិនបាច់ឲ្យបងចង់មកទេខ្ញុំក៏អត់ឲ្យបងពិបាកដែរខ្ញុំចាញ់ពីលើទីតាំងនេះរើឲ្យស្អាតតែម្ដងបើបងមានដំណោះស្រាយឲ្យខ្ញុំរើរុះអាហ្នឹងខ្ញុំចាញ់តែបើថាបងអត់មានដំណោះស្រាយខ្ញុំទេខ្ញុំមិនចាញ់ទេហេតុអីបើខ្ញុំមិនចាញ់ពីព្រោះខ្ញុំមិនមែនជាកូនបំណុលទេណាហើយខ្ញុំមានឈ្មោះប្លង់ដីនៅត្រឹមត្រូវតាមផ្លូវច្បាប់ខ្ញុំអត់ប្រកែកជាមួយនឹងបងទេហើយនេះខ្ញុំសូមអនុវត្តចាអត់ខ្ញុំមិនដឹងខ្ញុំមិនចាញ់